វីដេអូមុនខ្ញុំបានប្រាប់បងប្អូនទាក់ទងជាមួយនឹងការផ្លាស់ប្ដូរទឹកស្អំប្រភេទពួកប្រភេទម៉ូតូអូតូណាដូចជាពួកคลิกពួកវ៉ារីអូពួក PCX ឯណាចំណែកវីដេអូនេះគឺខ្ញុំនឹងប្រាប់បងប្អូនទាក់ទងជាមួយនឹងការបង្ហូរទឹកស្អំប្រភេទពួកម៉ូតូចង្កឹះលេខអំប្រិយាណាពួកប្រភេទ Winner CVR CB ណាមកទៅយកសលេខ8មកដើមមកទាក់ទងជាមួយនឹងការបង្ហូរទឹកស្អំរបស់វាគឺវាមានពី3របៀបណាដោយរបៀបទី1របៀបទី1គឺយើងបង្ហូរត្រង់កលែងកំប៉ុងទឹកស្អំនេះណាកំប៉ុងទឹកស្អំនេះដកទៅយកវាចេញមកហូរឲ្យអស់ក៏ប៉ុន្តែជាក់ស្ដែងដោយសារម៉ូតូនេះគឺអស់ទឹករលីងអស់ទាំងទឹកក្នុងធុងទឹកអស់ទាំងទឹកក្នុងទុកធុងសកួរគឺអស់ទាំងអស់នេះគឺជាប្រឡងហើយកលែងដែលយើងបង្ហូរទឹករបស់វាគឺនេះប្រឡងមកគ្រាប់នេះហើយមានសញ្ញាត្រែកកនបែបនេះណាបងប្អូនដោះអាខ្ចៅលេខ8នេះចេញមកវានឹងហូរទឹកចេញហើយនៅក្នុងខ្ចៅលេខ8នេះគឺមានរងដឺរ៉ារងស្ពាន់ណាវាប្រើរងស្ពាន់មកគ្រាប់ដើម្បីជួយទប់ណាដោះវាចេញមកហើយបងប្អូនដែលត្រូវការធ្វើការផ្លាស់ប្ដូរទឹកស្អំខ្លួនឯងក៏អាចមើលវីដេអូនេះបានណារបៀបនៃការដោះផ្លាស់ប្ដូរហើយថែទាំវាមើលវាណាពេលណាយើងគួរផ្លាស់ប្ដូរទៅពេលណាយើងត្រូវថែមណាកុំអោយដូចម៉ូតូនេះគឺអស់រលីងហើយមានសល់អីទេណែឃើញហ៎ខាប់ក្តឿហូរលេងចេញអស់ហើយនេះណែនក្តឿអត់ណាមកតំណក់អត់មានហើយខ្ចៅរបស់វាក៏ជិតដាច់ដែរណាខ្ចៅរបស់វាច្រេះជិតដាច់អស់ហើយមូលមិនស្រួលខ្លាំងដាច់ប៉ាត់ណាដាច់ខ្ចៅហើយពេលដែលយើងចាក់ទៅវិញគឺយើងចាក់ទឹកនេះមកពេញទៅប្រឆេះចូលមកទូចាក់ទឹកនេះមកពេញធុងទឹកហើយទៅយកនេះដល់ចូលវិញហើយចំពោះទឹកសកួររបស់វាគឺបងប្អូនត្រូវចាក់នៅកម្រិតនេះកម្រិតអាខាងលើនេះណាគេហៅអី upper ណាបងប្អូនចាក់នៅកម្រិតខាងលើនេះហើយពេលដែលកម្រិតទឹកបងប្អូនធ្លាក់មកដល់បន្ទាត់នេះឬមួយក៏ក្រោមបន្ទាត់នេះគឺបងប្អូនត្រូវតែថែមឲ្យឡើងមកស្មើកម្រិតខ្ពស់នេះវិញណាឬមួយក៏នៅក្នុងកម្រិតនេះក៏បានដែរមិនជាបញ្ហាទេកុំអោយតែនៅក្រោមកម្រិតបន្ទាត់ខាងក្រោមនេះបើក្រោមកម្រិតបន្ទាត់ខាងក្រោមនេះគឺមានន័យថាទឹកបងប្អូនខ្វះហើយត្រូវតែធ្វើការថែមណាតែបើសិននេះឡើងមកដល់កម្រិតខ្ពស់នេះគឺល្អប្រកបដីតែហាមកុំចាក់ពេញក៏ខុសដែរចាក់មកពេញប៊ឹបនេះក៏ខុសដែរត្រូវតែចាក់វាឲ្យបានត្រឹមត្រូវណាហើយនេះជាប្រព័ន្ធទឹករបស់វាណាបងប្អូនដែលប្រើប្រាស់ CVR Winner X Winner R អីគឺអាចមើលណាត្រូវគ្នាជាមួយនឹងវីដេអូនេះ